សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាស្ពានដែលតភ្ជាប់ពីម្ដុំចាំងរ៉ែក្រោមទៅកាន់ព្រែកប្រាជាស្ពានឆ្លងកាត់ទន្លេបាសាក់បាទដូចជាប់ហើយស្ពាននេះភ្ជាប់នេះហើយសតតែបន្តិចទៀតទេប្រហែលចិត្តដូចជាប់ហើយបាទខាងនេះដែរគឺជាត្រើយម្ខាងនៅម្ដុំព្រែកប្រាវត្តព្រែកប្រាបងអាចទស្សនាបានហើយត្រើយខាងនោះគឺជាផ្លូវជាតិទី2ម្ដុំចាំងរ៉ែក្រោមពីនេះតបជាប់ពីម្ដុំព្រែកប្រាចាក់ទៅកាន់ផ្លូវជាតិលេខ2ឆ្ពោះបកទៅកាន់អ៊ីអន3ផ្លូវ60 ម៉ែត្រពេលស្ពាននេះរួចរាល់បាទជាងាយស្រួលមែនតើបងប្អូននៅម្ដុំនេះជិះតាមមួយផ្លែតគឺទៅដល់អ៊ីអន3បាច់ប្រើចំណាយពេលយូរដូចមុនទេមុនយើងត្រូវវៀងតាមស្ពានច្បារអំពៅឬក៏ស្ពានព្រែកសំរោង